សួស្តីបងប្អូនថ្នាក់ទី9ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់សមីការនិងប្រព័ន្ធសមីការចង់យកមកចែកម្លែកដល់បងប្អូនទី9សម្រាប់ត្រៀមឌីប្លូមបាទអញ្ចឹងយើងមើល A ឲ្យយើងដោះស្រាយសមីការ 2x បូក1នៅលើ3ដក x ដក2នៅលើ2ស្មើ2បាទអញ្ចឹងយើងមកមើលចម្លើយទាំងអស់គ្នានេះប្រធានយើង 2x បូក1នៅលើ3ដក x ដក2នៅលើ2ស្មើនឹង2អញ្ចឹងដើម្បីដោះស្រាយសមីការនឹងបានបងប្អូនត្រូវតម្រូវភាគបែងរួមរបស់វាអញ្ចឹងភាគបែងរួមរបស់វាគឺ6តោះណា6អញ្ចឹងយើងមើលនេះទី1នេះភាគបែងរួមវាភាគបែងវា3អញ្ចឹង3គុណប៉ុន្មានបាន6គឺយើងគុណនឹង2មែនទេបាទអញ្ចឹងយើងគុណនឹង2អាខាងក្រោមបាន6អាលើក៏គុណនឹង2អញ្ចឹងយើងបាន2គេតាឲ្យ 2x បូក1បន្តមកសញ្ញាដកអញ្ចឹងយើងដាក់សញ្ញាដកហើយអានេះដូចគ្នាដែរ2គុណប៉ុន្មានបាន6គុណនឹង3មែនអត់អញ្ចឹងបាទក្រោមគុណនឹង3អាលើក៏គុណនឹង3ដែរអញ្ចឹងយើងបាន3គេតាឲ្យ x ដក2ស្មើជាមួយនឹងអានេះភាគបែងវាតែមួយទេភាគបែងមួយអញ្ចឹងយើង1គុណប្រមាណបាន6យើងគុណនឹង6បើខាងក្រោមគុណ6ខាងលើក៏គុណនឹង6ដែរអញ្ចឹង2គុណនឹង6ស្មើ10 12អញ្ចឹងកាលណាតែបងអូនតម្រូវភាគបែងរួមវាហើយអញ្ចឹងយើងអាចលុបភាគបែងវាបានចំពោះសមីការបាទអញ្ចឹងយើងលុបមកយើងឃើញយើងសល់តែភាគយកហ្នឹងមែនទេនេះ2គេតាឲ្យ 2x បូក1ដក3គេតាឲ្យ x ដក2ស្មើនឹង10 12អញ្ចឹងយើងគុណពន្លាតវាមក2គុណជាមួយនឹង 2x បាន 4x បាទ2គុណជាមួយនឹងបូក1បានបូក2បន្ទាប់មកយើងមើលត្រង់នេះបងឃើញសញ្ញាដកនៅមុខលេខ3ហ៎បាទអញ្ចឹងយើងគុណមកដក3គុណជាមួយនឹង x បានដក 3x ដក3គុណជាមួយនឹងដក2ស្មើជាមួយនឹងបូក6បាទកាលណាថាដកគុណជាមួយនឹងដកបានសញ្ញាបូកបន្ទាប់មក3គុណនឹង2បាន6ស្មើ10 12អញ្ចឹងដល់ត្រង់នេះបងអូនគណនា x តាម x បាទអាណាអត់ x តាមអត់ x យើងមើល 4x ដក 3x នៅសល់ 1x ប៉ុន្តែលេខ1គេអត់ដែរសរសេរទេគេសរសេរតែ x ទេបាទអញ្ចឹងយើងមើល2បូក6វាស្មើ8បាទតើមកស្មើ10 12នេះអញ្ចឹងបងអូនទាញរក x មកទាញរក x យើងមិនត្រូវបោះលេខ8នេះទៅខាងលេខ12នេះមែនទេអានេះសញ្ញាបូកកាលណាតបោះទៅវាបានសញ្ញាដកអញ្ចឹង x យើងស្មើ12ដក8អញ្ចឹង12ដក8ស្មើ4អញ្ចឹងដូចនេះ x យើងស្មើ4អញ្ចឹងយើងមើលអក្សរ B ដោះស្រាយប្រព័ន្ធសមីការតាមវិធីជំនួសបាទស្គាល់វិធីជំនួសទេបាទអញ្ចឹងយើងមកមើលសមីការទី1របស់យើង x បូក 2y ស្មើ8អានឹងសមីការទី2 3x ដក y ស្មើ3អញ្ចឹងដើម្បីរកតាមវិធីជំនួសបងអូនត្រូវទាញរកអញ្ញត្តិណាមួយបាទអញ្ចឹងដូចខ្ញុំនេះអញ្ចឹងខ្ញុំទាញតាមសមីការទី1ខ្ញុំទាញរក x ខ្ញុំបោះ2នេះទៅខាងលេខ8នេះមកបាន x ស្មើ8ដក 2y បាទអញ្ចឹងបន្ទាប់ពីយើងទាញរកអញ្ញត្តិណាមួយហើយយើងយកអានឹងទៅជួសនៅក្នុងសមីការទី2ឬមួយក៏សមីការផ្សេងពីនឹងទៀតបាទអញ្ចឹងខ្ញុំយកទៅជួសសមីការ2ខ្ញុំបានអីគេ3នេះជួសឡើងនេះអញ្ចឹងកន្លែងត្រង់ណាដែលមាន x ខ្ញុំជំនួសវាដោយ8ដក 2y បាទអញ្ចឹងយើងបាន3កតាឲ្យ8ដក 2y ដក y ស្មើ3បាទអញ្ចឹងបន្ទាប់មកយើងគុណពន្លាតកំសោមកយើងបាន3គុណនឹង8ស្មើ24 3គុណជាមួយនឹងដក 2y ស្មើដក 6y តមកដក y ស្មើ3បាទអញ្ចឹងយើងមើលទៀត
ត្រង់ណាដែលមាន y យើងអាចកណនាបានណាបាទអញ្ចឹងដក 6y ដក y ស្មើដក 7y កា y ហើយបន្ទាប់មកខ្ញុំបោះ24នេះទៅខាងលេខ3 24សញ្ញាមុខវាសញ្ញាបូកកាលណាតបោះឆ្លងវាទៅជាសញ្ញាដកអញ្ចឹងស្មើនឹង 7y ស្មើ3ដក20 24អញ្ចឹង5ដក 7y នេះខ្ញុំទុកកណ្ដាលសិនខ្ញុំកណនាលេខនេះ3ដក24ស្មើជាមួយដក20 21បាទអញ្ចឹងយើងទាញរក y មកy យើងស្មើដក21ចែកឲ្យដក7អញ្ចឹង y យើងស្មើ3បាទបន្ទាប់ពីរកឃើញ y ហើយយើងយកតម្លៃ y ស្មើ3នេះទៅជួសក្នុងសមីការណាមួយក៏បានដែរចំពោះខ្ញុំជួសសមីការទី1ដែលខ្ញុំទាញរកនេះសមីការនេះខ្ញុំយកវាមកជួសក្នុងនេះមកយើងបានអីគេបាន x ស្មើជាមួយនឹង8ដក 2y ប៉ុន្តែ y យើងស្មើ3អញ្ចឹងយើងជួសដោយលេខ3អញ្ចឹងស្មើបន្តទៀត8ដក2គុណនឹង3ស្មើ5 6បាទ8ដក6ស្មើ2ដូចនេះ x របស់យើងស្មើ3 y ស្មើ2សុំទោសx ស្មើ2 y ស្មើ3x ស្មើ2 y ស្មើ3បាទ